អ្នកណាខ្លះដែលផ្លូវទៅកន្លែងហាត់ប្រាណតែងតែពិបាកជាងផ្លូវទៅកន្លែងញ៉ាំអីមនុស្សភាគច្រើនតែងតែចូលចិត្តទៅរកភាពសប្បាយសុខស្រួលជាងទៅរកសុខភាពល្អហើយតែងតែពន្យាពេលឬមើលរំលងការថែសុខភាពខ្លួនឯងរហូតដល់ថ្ងៃមួយនៅពេលដែលរាងកាយចាប់ផ្ដើមមានបញ្ហាទៅដឹងថាសុខភាពសំខាន់ប៉ុណ្ណានៅក្នុងជីវិតដ៏មមាញឹកសប្តាហ៍មនុស្សភាគច្រើនគេយប់ជ្រៅញ៉ាំអាហារមិនទៀងពេលផឹកភេសជ្ជៈផ្អែមធ្វើការច្រើនដោយមិនសូវមានពេលសម្រាកហើយតែងតែគិតថាមិនអីទេនៅក្មេងនៅឡើយចាំពេលទំនេរសិនចាំថែប៉ុន្តែការពិតគឺរាងកាយរបស់យើងនេះឯងកំពុងទទួលផលប៉ះពាល់ពីទម្លាប់ប្រចាំថ្ងៃដោយមិនដឹងខ្លួនមនុស្សជាច្រើនចាប់ផ្ដើមមានអារម្មណ៍ថាឆាប់អស់កម្លាំងមិនសូវមានថាមពល stress ខ្លាំងឬក៏មិនសូវស្រស់ស្រាយដូចមុនហើយអ្វីដែលគួរឲ្យខ្លាចជាងនេះគឺមនុស្សភាគច្រើនចាប់ផ្ដើមថែសុខភាពនៅពេលដែលរាងកាយចាប់ផ្ដើមមានបញ្ហាទៅហើយទាំងដែលការថែសុខភាពពិតប្រាកដគួរចាប់ផ្ដើមពីថ្ងៃដែលយើងនៅមានសុខភាពល្អព្រោះសុខភាពមិនមែនរងចាំយើងទេបើយើងបន្តមើលរំលងថ្ងៃនេះថ្ងៃក្រោយរាងកាយអាចជាទៀមទីវិញដូច្នេះទោះរវល់ប៉ុណ្ណាក៏ភ្លេចថែខ្លួនឯងផងចាប់ផ្ដើមពីរឿងតូចតាចដូចជាគេងឲ្យគ្រប់គ្រាន់ញ៉ាំអាហារឲ្យបានតុល្យភាពញ៉ាំទឹកឲ្យបានច្រើនជាពិសេស